យោធាម្នាក់ជាប់ភារកិច្ចទៅការពារជាតិមាតុភូមិនៅតំបន់ប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃបែរជាទទួលដំណឹងថាប្រពន្ធមានផ្ទៃពោះ7ខែទទួលមរណភាពនៅឯមន្ទីរពេទ្យសូមរំលឹកថាកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025ថ្មីនេះទាហានថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាបណ្ដាលឲ្យយោធាកម្ពុជាម្នាក់ពលីជីវិតនៅលើសមរភូមិចំណុចមុំ3ខេត្តព្រះវិហារភ្លាមនោះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យមានការចល័តទ័ពភ្លាមទៅការពារបូរណភាពទឹកដីកម្ពុជាពីសត្រូវឈ្លានពានបញ្ហានេះត្រូវបានថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរបានជួបចរចាគ្នាផងដែរដើម្បីបន្ថយកម្ដៅមួយកម្រិតនៃបញ្ហាមួយនេះក៏ប៉ុន្តែស្រាប់តែនៅថ្ងៃទី31ខែឧសភាឆ្នាំ2025បែរជាមានការផ្ទុះកក្រើកនៅព័ត៌មានមួយគួរឲ្យអាណិតនិងសង្វេគយ៉ាងខ្លាំងចំពោះយោធាកម្ពុជាម្នាក់គណៈកំពុងជាប់បំពេញភារកិច្ចជូនជាតិការពារមាតុភូមិពីសត្រូវឈ្លានពាននៅចំណុចមុំ3ក្នុងភូមិតេជោមរតកឃុំមរតកស្រុកចំខ្សានខេត្តព្រះវិហារបានទទួលដំណឹងមកថាភរិយារបស់គាត់ដែលមានផ្ទៃពោះ7ខែក្នុងផ្ទៃបានទទួលមរណភាពនៅឯខេត្តព្រៃវែងបន្ទាប់ពីផ្ទុះកក្រើកនៅព័ត៌មាននេះប្រមុខថ្នាក់ដឹកនាំកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសុខទុក្ខរបស់កងកម្លាំងនិងបានចាត់តាំងលោកសេងទៀងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជានាយរងខុទ្ទកាល័យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបាននាំយកថវិកា20លានរៀលដែលជាអំណោយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតចូលរួមបន់សពលោកស្រីអាំរតនាងអាយុ37ឆ្នាំដែលបានទទួលមរណភាពទាំងមានផ្ទៃពោះ7ខែខណៈដែលប្តីកំពុងប្រចាំការនៅតំបន់មុំ3ខេត្តព្រះវិហារនៅថ្ងៃទី1ខែមិថុនាឆ្នាំ2025នេះលោកសេងទៀងបាននាំយកថវិកាទៅចូលបន់ដោយផ្ទាល់នៅភូមិកន្សោមអឃុំកន្សោមអស្រុកកំពង់ត្របែកខេត្តព្រៃវែងលោកស្រីអាំរតនាងគឺជាភរិយារបស់លោកអនុសេនីយ៍ត្រីកឹមសារីអាយុ42ឆ្នាំជាមន្ត្រីយោធាប្រចាំការនៅតំបន់មុំ3បច្ចុប្បន្ននេះមានកូនចំនួន3នាក់ក្នុងនោះប្រុស2នាក់គឺអាយុ15ឆ្នាំនិងអាយុ11ឆ្នាំរីឯកូនស្រីអាយុ4ឆ្នាំក្នុងនោះដែរលោកសេងទៀងថែមទាំងបាននាំយកនៅការផ្ដាំផ្ញើនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសពពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតផងដែរនិងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកស្រីអាំរតនាងទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយស្របពេលដែលប្រពន្ធបានទទួលមរណភាពទៅនៅថ្ងៃទី1ខែមិថុនាប្តីរបស់សពមកដល់និងជួបមុខប្រពន្ធជាលើកចុងក្រោយ